សូមជម្រាបសួរនេះគឺជាវីដេអូទី5នៃវគ្គសិក្សាវគ្គពហុបញ្ញានៅថ្ងៃនេះយើងនឹងសិក្សាអំពីធម៌ពលដ៏ស្វាហាប់របស់កុមារអំពីបញ្ញាខាងរាងកាយវាលើសពីការពូកែខាងកីឡាធម្មតាប៉ុន្តែវាគឺជាការស្វែងរកនូវអាចកំបាំងដ៏គួរឲ្យភ្ញាក់ផ្អើលថាតើសមត្ថភាពគ្រប់គ្រងរាងកាយរបស់កុមារវាបានធ្វើឲ្យមានការអភិវឌ្ឍខួរក្បាលនិងផ្លូវចិត្តរបស់កុមារយ៉ាងដូចម្តេចបញ្ញាខាងរាងកាយគឺជាបញ្ញានៃការដែលថាតើការបញ្ជារបស់ខួរក្បាលបានបញ្ជូនទៅកាន់រាងកាយយ៉ាងត្រឹមត្រូវនិងល្អិតល្អន់ប៉ុណ្ណាបញ្ញានេះមានរួមបញ្ចូលចាប់ពីសមត្ថភាពដែលសកម្មដូចជាការរត់ឬការទាត់បាល់ឬសិប្បកម្មលម្អិតផ្សេងៗទៀតរាងកាយគឺជាឧបករណ៍ដែលបង្ហាញបានដោយផ្ទាល់ជាទីបំផុតរបស់ខួរក្បាលដូច្នេះសម្រាប់កុមារដែលគ្រប់គ្រងរាងកាយរបស់ខ្លួនបានយ៉ាងល្អនោះធម៌ពលដែលអាចអនុវត្តបានជាក់ស្ដែងនៅឆន្ទៈរបស់ខ្លួនគឺល្អខ្លាំងមែនទែនតើមានក្មេងដែលតែងតែតបប្រមល់នៅពេលអង្គុយនៅនឹងតុប៉ុន្តែភ្នែករបស់ពួកគេមានពន្លឺភ្លឺជាងអ្នកដទៃនៅពេលបានលេងនៅក្នុងតារាងបាល់ដែរឬទេឬប្រសិនបើកូនរបស់លោកអ្នកជាក្មេងដែលមានស្នាដៃល្អហើយពួកគេអាចជួសជុលអ្វីក៏បានមានន័យថាពួកគេគឺជាក្មេងដែលមានបញ្ញាខាងរាងកាយខ្ពស់ល្អសម្រាប់កុមារទាំងនេះចលនាគឺវាជាភាសាដ៏សំខាន់ជាទីបំផុតសម្រាប់ការយល់ដឹងអំពីពិភពលោកតាមវិទ្យាសាស្ត្រកីឡាធ្វើឲ្យខួរក្បាលរបស់កុមារកាន់តែឆ្លាតជាងមុននៅពេលកុមារធ្វើចលនារាងកាយខួរក្បាលរបស់កុមារនឹងបញ្ចេញនូវសារធាតុ BDNF ដែលត្រូវបានគេហៅថា G នៃខួរក្បាលនឹងធ្វើឲ្យបង្កើននូវសមត្ថភាពនៃការយល់ដឹងរបស់កុមារបានយ៉ាងខ្ពស់ផងដែរជាមូលហេតុដែលកុមារមិនគួរនិយាយថាពីព្រោះតែខ្ញុំនៅរៀនដូច្នេះការហាត់ប្រាណចាំពេលក្រោយនោះទេប៉ុន្តែត្រូវនិយាយថាខ្ញុំត្រូវតែហាត់កីឡាដើម្បីរៀនឲ្យពូកែកម្មភាពសាច់ដុំធំវាមិនត្រឹមតែធ្វើឲ្យសុខភាពរបស់កុមារបានល្អប្រសើរឡើងតែប៉ុណ្ណោះនោះទេថែមទាំងជួយដល់ការអភិវឌ្ឍនិងការគ្រប់គ្រងខ្លួនឯងបានផងដែរតាមរយៈកីឡាកុមារអាចរៀនពីច្បាប់ហើយតាមរយៈការឡើងភ្នំកុមារអាចមានបទពិសោធន៍ពីការតស៊ូនិងពេលវេលានៃទុក្ខលំបាកបានតែបទពិសោធន៍វាធ្វើឲ្យសាច់ដុំនៃផ្លូវចិត្តរបស់កុមាររឹងមាំបានកុមារដែលបានបញ្ចេញថាមពលរបស់ខ្លួនយ៉ាងពេញលេញនោះផ្នែកផ្លូវអារម្មណ៍របស់ពួកគេនឹងមានភាពស្ងប់ស្ងាត់និងមានស្ថិរភាពមានពាក្យមួយឃ្លាថាដៃជាខួរក្បាលដែលនៅខាងក្រៅសកម្មភាពតូចៗដូចជាការបត់ក្រដាសឬការធ្វើដីឥដ្ឋវាបានភ្ជាប់ជាមួយនឹងកោសិកាខួរក្បាលរបស់កុមារយ៉ាងមានភាពស្អិតរមួតជាពិសេសការចម្អិនអាហារគឺជាការអប់រំដ៏ល្អនៃការហ្វឹកហ្វឺននៅបញ្ញារាងកាយនិង motor ដែលទាមទារនៅកម្រិតខ្ពស់នៃការផ្ដោតអារម្មណ៍និងការគ្រប់គ្រងរាងកាយក្នុងដំណើរការនៃការរៀបចំនៅគ្រឿងផ្សំចម្អិនអាហារសម្រាប់កុមារដែលមានបញ្ញាខាងរាងកាយខ្ពស់ការដែលអង្គុយសិក្សាវាអាចប្រឈមនឹងបញ្ហាបានក្នុងពេលនោះសូមឲ្យពួកគេបញ្ចេញពាក្យដោយបង្ហាញវាជាចលនារាងកាយឬទៅជាហេតុការណ៍ហើយរៀនដោយការប៉ះពាល់ដោយផ្ទាល់ប្រើនៅអារម្មណ៍រាងកាយទាំងមូលនោះព័ត៌មានដែលបានរក្សាទុកនោះវានឹងคล้ายទៅជាការចងចាំសាច់ដុំដ៏មានសក្តានុពលមិនងាយនឹងបំភ្លេចបានយ៉ាងងាយស្រួលនោះឡើយសូមកុំបារម្ភថាកូនរបស់លោកអ្នកជាក្មេងជ្រលើមឲ្យសោះនៅពេលដែលលោកអ្នកឃើញថាពួកគេមានចលនាឬសកម្មភាពច្រើននោះឥឡូវនេះកុមារកំពុងតែរៀនអំពីពិភពលោកដោយរាងកាយទាំងមូលរបស់គាត់ទៅវិញនោះទេជាជាងការបង្ខិតបង្ខំឲ្យនៅស្ងៀមប៉ុន្តែសូមបង្កើតផ្លូវដើម្បីឲ្យកុមារអាចបញ្ចេញថាមពលនោះបានតែវិជ្ជមានរបស់ឪពុកម្ដាយអាចផ្លាស់ប្ដូរថាមពលដ៏លើសលប់របស់កុមារទៅជាទេពកោសល្យនៃការប្រើប្រាស់រាងកាយដ៏ល្អអស្ចារ្យកាយមិនមែនគ្រាន់តែជាបញ្ញាដែលត្រូវការដើម្បីក្លាយជាអត្តពលិកធម្មតានោះទេសមត្ថភាពដែលអាចគ្រងរាងកាយរបស់កុមារទៅតាមអ្វីដែលកុមារចង់បាននោះវានាំឲ្យមានថាមពលក្នុងការគ្រប់គ្រងលើជីវិតរបស់ខ្លួនឯងបាន
សម្រាប់បញ្ញាផ្សេងទៀតក៏អាចរីកដុះដាលនៅលើឫសដែលរឹងមាំនៃបញ្ញារាងកាយដែលមានសុខភាពល្អបានដែរតោះយើងសាកដើរលេងឬលេងបាល់ជាមួយកុមារនៅពេលល្ងាចថ្ងៃនេះវិញដើម្បីដាស់នៅរាងកាយនិងចិត្តគំនិតរបស់កុមារមើលថាមានលក្ខណៈយ៉ាងដូចម្តេចមេរៀនដែលនិយាយអំពីបញ្ញាខាងកីឡានៅថ្ងៃនេះយ៉ាងដូចម្តេចដែរនៅម៉ោងក្រោយយើងនឹងរៀនអំពីបញ្ញាខាងតន្ត្រីសមត្ថភាពក្នុងការយល់ដឹងពីពិភពលោកតាមរយៈបទភ្លេងនិងចង្វាក់ដ៏ស្រស់ស្អាតយើងខ្ញុំនឹងណែនាំលោកអ្នកអំពីអាថ៌កំបាំងដែលអាចជួយឲ្យលោកអ្នកអភិវឌ្ឍនៅបញ្ញាខាងតន្ត្រីទោះបីជាលោកអ្នកមិនចេះលេងឧបករណ៍តន្ត្រីក៏ដោយជួបគ្នានៅវីដេអូក្រោយសូមអរគុណ